ក្តាប់ប៉ោមយើងទិញបានពីផ្សារកសិករយកមកលាងជាមួយនឹងទឹករ៉ែធម្មជាតិទៀតណាចាហើយរសជាតិជូរអែមឆ្ងាញ់ខ្លាំងមែនទែនថ្ងៃនេះក៏យើងមកផ្សារកសិករនៅកន្លែងគេទេសចរមួយចាមកដល់រកមើលផ្លែឈើអីប្លែកៗចឹងណាហើយទិញបានឡើង3 4កេសត្រឡប់ទៅវិញប្រម៉ូទិញហ្មងចាហើយក៏មកញ៉ាំបាយនៅកន្លែងនេះដែរអ្នកដែលមកកន្លែងនេះមិនមែនសិតតែអ្នកដែលគាត់ទៅទេសចរកន្លែងផ្សេងទេអ្នកខ្លះគឺសំដៅមកកន្លែងហ្នឹងដើម្បីមកញ៉ាំអីចាទិញបន្លែប្លែកចាដើរកំសាន្តចឹងទៅមួយយ៉ាងដែរបែបជប៉ុនណាបងប្អូនកលេចមកខាងនេះឃើញផ្លែគឺមីឡើងមកចកោមហើយគេលក់សម្រាប់តាំងលម្អដូចផ្កាអញ្ចឹងណាតម្លៃធូរថ្លៃដែរនាំគ្នាទិញយកមកតាំងផ្ទះលេងទុនហើយផ្លែហ្នឹងគេញ៉ាំបានតាគ្រាន់ថាវាជូរចត់ដូចព្រីងអីចឹងណាឲ្យតែចុងសប្តាហ៍គឺថាមករកមើលផ្លែហ្វិចឯព្រោះអីរដូវកាលនេះគឺចិត្តផុតហើយបងប្អូនហើយផ្លែហ្វិចផ្អែមឆ្ងាញ់មានជាតិហ្មងណាចេញពីផ្សារកសិករមួយមកផ្សារកសិករមួយទៀតចាហើយមកទិញក្តាប់ប៉ោមនេះឃើញគេលក់នៅកន្លែងហ្នឹងច្រើនមែនតើចាទំតែឃើញក្តាប់ប៉ោមលើកទី1នៅហ្នឹងហើយប៉ោមនេះក៏ផ្អែមឆ្ងាញ់ដែរឡើងមានជាតិចានាំគ្នារើសយកមួយណាអញ្ចេះស្វាមីនេះខ្ញុំក៏ចង់បានពណ៌រៀង QQ ប៉ុន្តែខ្លាចជូរដល់ពេលអញ្ចឹងយកពណ៌ណារៀងចេញក្រហមចាពូជប៉ោមនេះគឺអត់ជូរទេឆ្ងាញ់សាច់ឡើងស្រួយហើយផ្អែមហើយមានជាតិជូរតែបន្តិចដែលញ៉ាំទៅជាប់ចិត្តហ្មងណាមកដល់ឃើញស្ពៃបូកូនេះល្អមែនតើថាយកទៅធ្វើស៊ុបស៊ូគីយ៉ាគីញ៉ាំអញ្ចឹងណាឬក៏ចង់ញ៉ាំសាប៊ឺចាទិញបន្លែហើយប្រមូលយកទៅទុកនៅក្នុងគូតឡានសិនបាននាំគ្នាទៅរកកន្លែងញ៉ាំបាយហើយយើងមើលទស្សនវិជ្ជាជុំវិញហ្នឹងចាអ្នកគេមកដើរលេងទេសចរញ៉ាំអីនៅក្នុងផ្សារឡងណែនក៏ដល់ហ្មងថ្ងៃហ្នឹងដើរឡើងចង់ប៉ះគ្នាហើយនាងខ្ញុំជ្រើសរើសយកត្រីទៀតហើយលើកហ្នឹងគឺត្រីខសាបាក់ម្ដងចាស្ពមនេះខ្ញុំគាត់យកមាន់បំពងម្ដងណាចានេះគឺទឹកស៊ុបមីសូដែលជនជាតិជប៉ុនអត់ដែលចោលទេនៅក្នុងសេតបាយរបស់គេហ្នឹងណាតែងតែមានទឹកស៊ុបឲ្យយើងមួយចានមកគាត់ញ៉ាំបាយហើយភ្លាមនាំគ្នាទៅយកផ្លែប៉ោមរបស់យើងពីគូតឡានមកវិញយកមកដល់លាងជាមួយនឹងទឹករ៉ែធម្មជាតិទឹករ៉ែនេះគឺវាចេញមកពីក្រោមដីអញ្ចឹងរហូតហ្មងអ្នកខ្លះគាត់ច្រកដបយកទៅញ៉ាំហើយញ៉ាំទៅឡើងមានជាតិផ្អែមអត់មានភ្លាវអត់មានអីទេបងប្អូនចាឡើងត្រជាក់ដល់បេះដូងចាគេថាញ៉ាំទឹករ៉ែធម្មជាតិដើម្បីសុខភាពល្អយូរវែងអញ្ចឹងណានៅក្នុងប្រទេសជប៉ុននេះតំបន់នេះគឺទឹករ៉ែធម្មជាតិឆ្ងាញ់ដោយសារនៅជិតតំបន់ភ្នំហ្វូជីអង្គុយញ៉ាំផ្លែប៉ោមយក background ភ្នំហ្វូជីតែមើលអត់ឃើញមានពពកក៏ចាឥឡូវស្វាមីនេះខ្ញុំគាត់ដាក់មួយម៉ាត់ទៅអូនិយាយវិថាជូរអែមឆ្ងាញ់សាច់វាស្រួយចឹងណានេះបើបានអំបិលម្ទេសអីយកមកជ្រលក់ទៀតអើយគឺរត់ថាអែមត្មងណាបងប្អូនអត់មានបានត្រៀមអីមកទេព្រោះអត់ដឹងថាមានផ្លែប៉ោមហ្នឹងណាឥឡូវសបោផ្លែប៉ោមនៅជប៉ុនណាចាផ្លែសេរីផ្លែប៉ោមផ្លែហ្វិចហើយផ្លែម៉ូម៉ុឬក៏គេហៅថាផ្លែប៉េះហ្នឹងចាប់ដើមអស់ទៅវិញហើយវាចាប់ដើមរៀងថ្លៃទៅវិញចឹងមួយយ៉ាងដែរបងប្អូនអង្គុយមើលទស្សនវិជ្ជាភ្នំជុំវិញហ្នឹងណាចាគឺតំបន់នេះគឺសបោភ្នំច្រើនព័ទ្ធជុំវិញតែម្ដងហើយទីក្រុងគេនៅកណ្ដាលហ្នឹងអញ្ចឹងណាបងប្អូនចេញពីក្រុងមួយទៅក្រុងមួយគឺត្រូវឆ្លងកាត់រូងភ្នំឬក៏ភ្នំអញ្ចឹងទៅអត់បានទៅដល់ភ្នំហ្វីជីអីទេបើជិះពីនេះទៅប្រហែល1 ម៉ោងទៀតបានដល់ចឹងហើយថ្ងៃនេះគឺនៅត្រឹមនឹងឯងចាចូលចិត្តមកដើរលេងត្រឹមនឹងសប្បាយមួយយ៉ាងដែរអត់សូវជិះយូរពេកអត់ហត់ទេណាបងប្អូនស្មមីនេះខ្ញុំនិយាយពីថាញ៉ាំមាត់ឡើងឆ្ងាញ់ដល់ហើយញ៉ាំហើយយើងនាំគ្នាទៅមើលទេសភាពភ្នំជុំវិញហ្នឹងណាមើលភ្នំនាងកងរៃជប៉ុនថ្ងៃនេះមេឃស្ទុំមើលអត់សូវឃើញចាអរគុណច្រើនសម្រាប់ការទស្សនាយើងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ